ក្មេងនោះគ្រាន់តែជាក្មេងម្នាក់ដែលមិនធ្លាប់បានស្គាល់ពិភពខាងក្រៅគាត់មិនអាចទប់ទល់នឹងសេចក្តីស្លាប់បានទេទូឯកអាចអោបខ្លួនឯងបានតែរហូតដល់ឪពុករបស់គាត់មកជួបគាត់ឪពុកបាននាំកូនប្រុសទៅផ្ទះឪពុកចង់រំខានពូដូច្នេះឪពុកបានសម្រេចចិត្តរកវិធីដើម្បីស្វែងរកថ្នាំដែលអាចដាស់ជីវិតទូឯកបានពូនេះនិយាយថាថ្នាំនេះពិបាករកណាស់ដោយមានកម្លាំងឥឡូវនេះបើកូនចេញទៅក្រៅនឹងពិបាកពូមិនចង់ឲ្យឪពុកចេញទៅទេប៉ុន្តែឪពុកស្រឡាញ់កូនប្រុសខ្លាំងណាស់ដូច្នេះគាត់ចង់រកថ្នាំនោះហើយបកគលវាទៅឲ្យទូឯកខ្ញុំនឹងទុកគាត់ឲ្យកូនមួយរយៈខ្ញុំអាចមើលថែគាត់បានពេញមួយជីវិតរបស់ខ្ញុំទេគាត់មិនចង់ខ្លាចជាបែបនេះទេក្នុងនាមជាឪពុកម្នាក់ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់គាត់ពេលពូឃើញការតាំងចិត្តរបស់ឪពុកគាត់លែងទប់ទល់ទៀតហើយគាត់បានផ្ដល់កន្លែងឲ្យឪពុកធ្វើដំណើរជាចុងក្រោយឪពុកបានធ្វើដំណើរដើម្បីស្វែងរកថ្នាំដើម្បីដាស់ជីវិតរបស់ទូឯកជាច្រើនម៉ោងក្រោយមកទូឯកបានភ្ញាក់ឡើងពូបាននិយាយថាឪពុករបស់អ្នកបានទៅភ្នំដើម្បីរកថ្នាំព្យាបាលអ្នកមុនពេលគាត់ចាក់ចេញគាត់បានទុកអ្នកឲ្យនៅជាមួយខ្ញុំទូឯកខ្លាចថាទោះបីជាឪពុកអាចរកថ្នាំព្យាបាលគាត់បានក៏ដោយគាត់ប្រហែលជាមិនអាចភ្ញាក់ឡើងវិញបានទេពូបានប្រាប់គាត់ថាទោះបីជាគាត់បាត់បង់ដៃម្ខាងក៏គាត់នៅតែអាចរកបានដែរប៉ុន្តែរាងកាយរបស់គាត់នៅតែពេញលេញសូម្បីតែនៅក្មេងក៏គ្មានវត្តជីវិតដែរអ្នកអាចហ្វឹកហាត់តាមវិធីផ្សេងទៀតពូបានប្រាប់ទូឯកឲ្យហ្វឹកហាត់យ៉ាងខ្លាំងវាអាចបណ្ដាលឲ្យវត្តនៃជីវិតកើតឡើងម្ដងទៀតទោះបីជាក្តីសង្ឃឹមនោះបាត់បង់ក៏ដោយប្រសិនបើអ្នកមិនព្យាយាមទេនោះនឹងគ្មានសង្ឃឹមឡើយបន្ទាប់ពីនោះទូឯកបានអនុវត្តអ្វីដែលឪពុករបស់គាត់បានបង្រៀនពេលពូឃើញដូច្នោះគាត់ក៏មកប្រាប់ទូឯកថាការឈប់បែបនេះជារៀងរាល់ថ្ងៃនឹងមិនជួយអ្វីទេវាមិនជួយអ្នកឲ្យអភិវឌ្ឍទេពូបានឲ្យថ្នាំខ្លះដល់ទូឯកថ្នាំនេះគឺជាថ្នាំដែលជំរុញឆ្អឹងនិងសាច់ដុំគាត់បានប្រមានទូឯកថាប្រសិនបើគាត់អាចស៊ូទ្រាំនឹងការជួយចាប់បានវាក៏នឹងជំរុញសក្តានុពលរបស់គាត់ផងដែរលើពីនេះវាជួយធ្វើឲ្យរាងកាយរបស់អ្នកកាន់តែរឹងមាំទូឯកចង់កាន់តែរឹងមាំគាត់ចង់មានថាមពលច្រើនជាងមុនមិនថារាងកាយឈឺចាប់ប៉ុណ្ណាទេគាត់ត្រូវតែបោះបង់ទូឯកបានផឹកវាក្រោយពីផឹកថ្នាំរួចវាបានធ្វើតាមអ្វីដែលពូបាននិយាយទូឯកមានអាការៈឈឺចាប់ខ្លាំងក្តៅខ្លួននិងមានអាការៈឈឺពោះបន្តិចគាត់និយាយថាបើឯងមិនអាចទ្រាំទ្រនឹងការឈឺចាប់នេះបានទេតើឯងអាចរឹងមាំជាងមុនដោយរបៀបណាទោះបីជាវាឈឺចាប់យ៉ាងណាក៏ដោយទូឯកមិនចោះចាញ់ឡើយពេលវេលាកន្លងផុតទៅមេភូមិលែងនៅទីនោះទៀតហើយពូមានសេរីភាពក្នុងការគ្រប់គ្រងអ្នកភូមិឲ្យប្រយុទ្ធប្រឆាំងនឹងសត្វចម្លែកឬសត្វចម្លែកអ្នកភូមិបានរត់ទៅប្រាប់មេភូមិស្ថានភាពឥឡូវនេះគឺថាការប្រយុទ្ធកំពុងដំណើរការយ៉ាងពេញទំហឹងប៉ុន្តែពូហ៊ូអាចកម្ចាត់សត្វចម្លែកបានយ៉ាងងាយស្រួលវាមិនចាំបាច់ស្ថិតនៅក្នុងដៃរបស់មេភូមិនោះទេក្នុងការប្រយុទ្ធនោះមានក្មេងជំទង់អាយុពី16 18ឆ្នាំឥឡូវនេះក្មេងៗនៅក្នុងភូមិបានធំឡើងហើយមេភូមិបានបញ្ជូនពួកគេទៅវឹកហាត់នៅក្នុងព្រៃមានសត្វនិងឱសថកម្រិតទាបជាច្រើននៅទីនោះស័ក្តិសមសម្រាប់ការវឹកហាត់ទូឯកក៏បានមកប្រមូលឱសថនៅទីនេះផងដែរប៉ុន្តែគាត់ហៀបនឹងទៅផ្ទះវិញនៅតាមផ្លូវត្រឡប់មកវិញទូឯកបានជួបនឹងសត្វស្លាបដ៏ធំមួយវាជាឥន្ទ្រីកន្ទុយលឿងទូឯកក៏ចង់សាក់លបងជំនាញរបស់គាត់ដែរគាត់អាចធ្វើចលនាក្នុងល្បឿនលឿនដើម្បីគេចពីឥន្ទ្រីប៉ុន្តែឥន្ទ្រីនោះលឿនល្មមអាចចាប់ទូឯកបានព្យាយាមរត់គេចពីឥន្ទ្រីប៉ុន្តែឥន្ទ្រីមិនអាចស្លាប់ឥឡូវនេះបានទេទូឯកត្រូវរកឥន្ទ្រីនិងឥន្ទ្រីទូឯកបានផ្ទេរអំណាចព្រលឹងទៅដាវនេះត្រូវបានពូហ៊ូឲ្យប៉ុន្តែគាត់បានបំបែកវានៅពេលដែលឥន្ទ្រីត្រូវបានវាយប្រហារវាបានបញ្ចេញរាងកាយរបស់ទូឯកនៅកណ្ដាលមេឃខ្ពស់ណាស់ល្អណាស់ដែលទូឯកធ្លាក់ចូលដើមឈើមកមិនដូច្នោះទេគាត់ប្រកាសជាស្លាប់ហើយទូឯកបាននឹកឃើញពាក្យសម្ដីរបស់ពូហ៊ូបានឲ្យដាវនេះទៅទូឯកគាត់បានទទួលដាវនេះដោយចៃដន្យពីមេភូមិគាត់គិតថាវាប្រហែលជាមិនមែនជាអាវុធធម្មតាទេប៉ុន្តែគាត់នៅតែមិនយល់ពីអត្ថន័យពិតរបស់វាពូហ៊ូសង្ឃឹមដូច្នេះនៅថ្ងៃអនាគតទូឯកនឹងអាចបង្កើនអំណាចពិតរបស់ខ្លួនទូឯកបានជួបពស់មួយពស់មិនអាចចូលទៅជិតទូឯកបានទេដាវរបស់ទូឯកបានបញ្ចេញពន្លឺពណ៌មាសទូឯកចាប់ផ្ដើមមានអារម្មណ៍ឈឺក្បាលពន្លឺពណ៌មាសបានបញ្ចេញពន្លឺមួយឡោមព័ទ្ធទូឯកបានដឹងខ្លួននិងផ្ដោតអារម្មណ៍អំណាចរបស់គាត់បានកើនឡើងអំណាចដ៏អស្ចារ្យជាច្រើនអំណាចរបស់តួឯកឥឡូវនេះកំពុងបញ្ជូនពន្លឺទៅលើមេឃអ្នកភូមិបានឃើញអំណាចរបស់តួឯកនេះគឺជាកង់ដំបូងនៃជីវិតអ្នកគ្រប់គ្រងដែលមានឈ្មោះថាទីក្រុងធានយូបាននិយាយក្រុងធានយូបានឈានទៅដល់កង់ទី3នៃជីវិតភូមិក្រុងធានយូគឺជាប៉ូលីសភូមិនោះគាត់និយាយថាគាត់ជាអ្នកដឹកនាំតើគាត់អស្ចារ្យទេភូមិអាយុ18ឆ្នាំនិងភូមិទាំងមូលមានដំណើរការនេះគ្មានអ្នកណាជាម្ចាស់ទេអ្នកណាក៏អាចរក្សាវាបានដែរអ្នកមកប្លន់ខ្ញុំបែបនេះអ្នកមិនខុសពីចោលទេខ្ញុំបានប្រាប់គាត់ឲ្យរត់ចេញព្រោះគាត់នឹងផ្ដល់ពេលវេលាឲ្យខ្ញុំប៉ុន្តែគាត់មិនបានបោះបង់ចោលទេគាត់ចង់ស្នាក់នៅជាមួយបងប្រុសរបស់គាត់នៅទីនេះដូច្នេះគាត់បានប្រកួតប្រជែងជាមួយនឹងហៅប្រសិនបើខ្ញុំចាញ់ខ្ញុំនឹងឲ្យឱសថទាំងអស់ដល់អ្នកបើខ្ញុំឈ្នះអ្នកត្រូវតែលែងយើងចោលបងប្រុសរបស់គាត់ជាអ្នកចាប់ផ្ដើមការប្រយុទ្ធមុនខ្ញុំប្រកាសថាគាត់មិនអាចឈ្នះបានទេពីព្រោះពួកគេមានច្រើនជាងនេះប្អូនស្រីរបស់គាត់មើលទៅមិនស្អាតទេដូច្នេះនាងបានឲ្យឱសថទាំងអស់ទៅពួកគេនាងហៅនៅតែប្រមាថមើលងាយប្រជាជនក្នុងភូមិគាត់និយាយថាទូឯកគ្រាន់តែជាសម្រាមទូឯករបស់យើងឮដូច្នោះហើយមិនអាចទ្រាំទ្របានខ្ញុំមិនស្គាល់មនុស្សដូចអ្នកទេតើអ្នកមកពីណាមនុស្សនៅក្នុងភូមិរបស់ខ្ញុំមិនអាចស្វឹងបានទេនាងហៅមិនខ្លាចទូឯកតតែសោះពួកគាត់គិតថាទូឯកនៅតែគ្មានអំណាចពួកគេចង់ឲ្យមនុស្សគ្រប់គ្នាសុំទាននិងសុំទានទូឯកមិនពេញចិត្តទេហេតុអ្វីបានជាអ្នកយឺតរំលេះអ្នកធ្វើឲ្យគាត់រងរបួសហើយបាក់ដៃតើអ្នកចង់ដាល់ទេទូឯកបានរើដៃបងប្រុសរបស់គាត់ដៃបងប្រុសរបស់គាត់អាចប្រើបានធម្មតាវាមិនត្រូវបានគេហៅថាដៃបាក់ទេវាត្រូវបានគេហៅថាដៃរលុងបន្ទាប់ពីនោះទូឯកបានដើរត្រង់ទៅរកគាត់សុំទោសខ្ញុំនឹងបរៀនអ្នកខ្ញុំនឹងវាយអ្នកឲ្យដួលទៅលើដីទូឯកចង់សាក់លបងអំណាចរបស់ខ្លួននាងហៅបានឲ្យបងប្អូនរបស់គាត់សាក់លបងជំនាញរបស់ទូឯកមិនហ៊ានបង្ហាញខ្លួនទេពួកគេទាំងពីរនាក់ពិតជាខ្លាំងមែនទូឯកមិនខ្លាចទូឯកតតែសោះទូឯកបានទាត់ដៃទូឯកបានទាត់ដៃរបស់ខ្លួនហើយមិនអាចកម្រើកបានប្រសិនបើមានអ្នកណាទាត់ដៃទូឯកគាត់នឹងបានធូរស្រាលទូឯកមានកម្លាំងខ្លាំងណាស់ពួកគេទាំង3នាក់បានមកជួបជុំគ្នាម្នាក់ក្នុងចំណោមពួកគេត្រូវបានសម្លាប់រួចហើយនឹងហៅផ្ដល់ឱកាសឲ្យម្នាក់ទៀតប្រយុទ្ធជាមួយទូឯកវាដូចជាគាត់នឹងបង្ហាញខ្លួនជាលើកចុងក្រោយមិនចាំបាច់ស៊ើបអង្កេតទេទូឯកបានផ្លាស់ទីក្នុងល្បឿនលឿនហើយដាល់គាត់ចំមុខគ្រាន់តែដាល់បន្តិចប៉ុណ្ណោះវាមិនមែនគ្រាន់តែជាដាល់ទេដាល់របស់គាត់មិនបានត្រូវទូឯកតតែសោះទូឯកអាចគេចទៅឆ្វេងទៅស្ដាំ
បានវាងាយស្រួលណាស់ក្នុងការកិច្ចទូឯកប្រើដាវដើម្បីការពារកណ្ដាប់ដៃរបស់គាត់វេជ្ជបណ្ឌិតរូបនេះក៏មានរបបល្អមួយដែរគាត់ប្រើដាវដៃដើម្បីវាយប្រហារទូឯកវាជាដាវដែលមានអំណាចបំផ្លិចបំផ្លាញខ្ពស់ប៉ុន្តែទូឯកអាចកិច្ចវាបានទូឯកនឹងយកចិត្តទុកដាក់ចំពោះវាគាត់នឹងស្រែកហៅសត្វហ្វូនិកក្នុងករណីដែលពួកគេជួបគ្នាពួកគេនឹងមានការភ័ន្តច្រឡំជាធម្មតាអ្នកដែលអាចប្រើជំនាញនេះបានត្រូវតែជាអ្នកដឹកនាំភូមិបន្ទាប់តើទូឯកប្រើវាដោយរបៀបណាទូឯកប្រើអំណាចរបស់សត្វហ្វូនិកដើម្បីសម្លាប់ពួកគេមានតែនីងខោប៉ុណ្ណោះដែលនៅសល់នីងខោប្រើប្រាស់ឱកាសដែលទូឯកកក់ខានគាត់បានដើរទូឯកវាដូចជាគាត់ល្ងងជាងអ្នកដទៃទូឯកមិនរងចាំយូរទេប៉ុន្តែការការពាររបស់គាត់គឺខ្លាំងណាស់គាត់ប្រើជំនាញមួយដើម្បីវាយប្រហារទូឯកប៉ុន្តែទូឯកមិនអាចវាយប្រហារគាត់បានទេទូឯកប្រើជំនាញមួយគាត់ធ្វើចលនាដូចសេះព្រៃគាត់ធ្វើចលនាលឿនណាស់នីងហៅមិនអាចតាមទាន់ទូឯកបានទេប៉ុន្តែគាត់មិនអាចតាមទាន់ទូឯកបានទេគាត់ខ្សោយណាស់បើអ្នកប្រកាសអ្នកអាចមកវិញក្បាលខ្ញុំបានហេតុអ្វីបានជាខ្ញុំនិយាយបែបនោះទូឯកមិនរងចាំយូរទេគាត់វាយប្រហារសត្វហ្វូនិកប៉ុន្តែទូឯកអាចកិច្ចវាបានគាត់ងក់ក្បាលនៅពេលដែលទូឯកកិច្ចត្រូវវាយប្រហារគាត់ខ្លាំងមែនទែនព្រោះគាត់អាចនិយាយវាលឺបានជាចុងក្រោយគាត់បានឈ្នះដោយ3ពិន្ទុនីងហៅបានក្រោកឈរឡើងហើយនិយាយទៅកាន់ទូឯកថាគាត់នឹងមិនចាញ់ឡើយរ៉ូប៊ីនមិនអាចឈប់តស៊ូតបវិញបានទេគាត់ប្រយុទ្ធនឹងទូឯកគាត់ប្រើជំនាញចុងក្រោយជំនាញនេះធ្វើឲ្យដីញាត់ទូឯកប្រើជំនាញមួយគាត់ឆ្កែយកដូចមន់ទូឯកប្រើជំនាញគាត់បានដាក់អំណាចទាំងអស់របស់គាត់នៅក្នុងដៃរបស់គាត់គិតថាអំណាចត្រូវបានបង្កើនវីរៈបុរសបានបញ្ចេញអំណាចរបស់គាត់ការវាយប្រហារលើនាងខោនមិនបានជោគជ័យទេវីរៈបុរសបានបង្កើនអំណាចរបស់គាត់ចំនួន10ដងហេតុអ្វីបានជាអំណាចត្រូវបានបង្កើនចំនួន10ដងជាការពិតណាស់យើងមិនចាំបាច់និយាយអំពីព្រឹត្តិការណ៍បន្ទាប់ពីនេះទេនាងហៅនៅតែមិនជឿថាកង់ជីវិតរបស់វីរៈបុរសនឹងត្រឡប់មកវិញទេវីរៈបុរសបាននិយាយថាតើអ្នកចង់សាក់លបងម្ដងទៀតទេពេលពួកគេឃើញថាពួកគេមិនអាចយកឈ្នះវីរៈបុរសបានពួកគេត្រូវត្រឡប់ទៅភូមិវិញមុនពេលពួកគេចាក់ចេញនាងហៅបាននិយាយថានឹងមានការប្រកួតប្រជែងសម្រាប់មេដឹកនាំនៃភូមិទាំង18គាត់សង្ឃឹមថាភូមិរបស់វីរៈបុរសនឹងបញ្ជូនវីរៈបុរសឲ្យចូលរួមការប្រកួតពេលដល់ពេលគាត់និយាយថាគាត់នឹងផ្ដួលវីរៈបុរសបានត្រៀមខ្លួនរងចាំបងប្អូនប្រុសទាំងពីរនាក់បានថ្លែងអំណរគុណដល់វីរៈបុរសបន្ទាប់ពីនោះពួកគេបានត្រឡប់ទៅភូមិវិញបងប្អូនប្រុសទាំងពីរនាក់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវីរៈបុរសពួកគេខ្លាចថានាងហៅនឹងសងសឹកវីរៈបុរសបាននិយាយថាកុំបារម្ភអីអ្នកអាចមានទំនុកចិត្តបានប៉ុន្តែឥឡូវនេះខ្ញុំត្រូវរកក្តាមជាមុនសិនវាហាក់ដូចជានាងខោចូលចិត្តវីរៈបុរសគាត់សង្ហាហើយគាត់ក៏ចិត្តល្អណាស់គាត់ច្បាស់ជាចូលចិត្តវីរៈបុរសហើយបងប្រុសនោះនិយាយថាអ្នកទាំងពីរមិនស័ក្តិសមនឹងគ្នាទេខ្ញុំឃើញថាអ្នកកំពុងសម្លឹងមកវាក៏អាចប្រៀបធៀបទៅនឹងខ្លាដែលមានឋានៈខ្ពស់ផងដែរសូម្បីតែខ្លាដែលមានឋានៈខ្ពស់ក៏ពិបាកគ្រប់គ្រងដែរប៉ុន្តែវីរៈបុរសដែលទើបតែភ្ញាក់ពីកង់ជីវិតរបស់គាត់អាចគ្រប់គ្រងវាបានយ៉ាងងាយស្រួលវីរៈបុរសបានប្រកួតដើរទៅឲ្យក្តាមមិនចង់បានវាទេវីរៈបុរសគិតថាដាវនោះជារបស់គាត់វីរៈបុរសបាននិយាយទៅកាន់ក្តាមថាខ្ញុំចង់រកឪពុករបស់ខ្ញុំក្តាមនិយាយថាអ្នកមិនខ្លាំងគ្រប់គ្រាន់ទេវីរៈបុរសមានការព្រួយបារម្ភពីឪពុករបស់ខ្លួនយ៉ាងខ្លាំងក្តាមបាននិយាយទៅកាន់វីរៈបុរសថាបើអ្នកអាចកម្ចាត់ខ្លាបានខ្ញុំនឹងឲ្យអ្នកទៅរកឪពុករបស់អ្នកប៉ុន្តែកុំធ្វេសប្រហែសការប្រកួតរវាងភូមិទាំង18នឹងត្រូវធ្វើឡើងរៀងរាល់3ឆ្នាំម្ដងភូមិនីមួយៗនឹងជ្រើសរើសយុវជនកម្ពុជាទាំង5នាក់ឲ្យចូលរួមក្នុងការប្រកួតពួកគេទើបតែភ្ញាក់ពីដំណេកកង់ជីវិតរបស់ពួកគេប្រសិនបើពួកគេចង់ឈ្នះវានឹងពិបាកខ្លាំងណាស់ពីព្រោះអ្នកផ្សេងទៀតក៏ពូកែខ្លាំងណាស់ដែរវីរៈបុរសបានទទួលយកដំបូន្មានរបស់ក្តាមហើយមិនធ្វេសប្រហែសក្នុងសមរភូមិនោះទេវីរៈបុរសនៅតែបន្តហ្វឹកហាត់គាត់បានប្រើស័ព្ទនេះដើម្បីហ្វឹកហាត់ក្នុងរយៈពេលកន្លះខែកន្លងមកនេះសមត្ថភាពរបស់វីរៈបុរសបានប្រសើរឡើងពីកម្រិតមូលដ្ឋានទៅកម្រិតមធ្យមនៅពេលដែលកង់ជីវិតទាំង8ត្រូវបានបើកវីរៈបុរសនឹងអាចអភិវឌ្ឍដល់កម្រិតខ្ពស់មិនត្រឹមតែដាវដែលវីរៈបុរសប្រើដើម្បីហ្វឹកហាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងលំពេញទៀតផងលើកនេះវីរៈបុរសត្រូវប្រយុទ្ធជាមួយអ្នកភូមិម្នាក់បុរសម្នាក់នេះធ្លាប់មានបទពិសោធន៍ប្រយុទ្ធពិតប្រាកដពីមុនមកវាខុសគ្នាឆ្ងាយពីវីរៈបុរសខ្លាំងណាស់បុរសម្នាក់នេះមានបទពិសោធន៍ច្រើនជាងវីរៈបុរសគាត់នឹងក្លាយជាគ្រូដ៏ល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងវីរៈបុរសនឹងអាចប្រយុទ្ធជាមួយអ្នកភូមិបានលំពេញរបស់បុរសម្នាក់នេះបានបំបែកថ្មធំមួយបន្ទាប់ពីហ្វឹកហាត់ជាមួយក្តាមអស់រយៈពេលយូរក្តាមបានផ្ញើវាទៅអ្នកភូមិទីបំផុតក្តីសង្ឃឹមរបស់អ្នកភូមិបានកើនឡើងស្ត្រីម្នាក់នេះហាក់ដូចជាចូលចិត្តវីរៈបុរសនាងមានទំនុកចិត្តយ៉ាងខ្លាំងលើវីរៈបុរសទោះបីជាឪពុករបស់អ្នកមិនទាន់ត្រឡប់មកវិញក៏ដោយអ្នកអាចចូលរួមជាមួយក្រុមបានកុំខ្លាចអីស្ត្រីម្នាក់នេះនឹងមើលថែអ្នកលើកនេះវីរៈបុរសត្រូវបោះបាញ់ជាមួយមនុស្សពេញវ័យទាំង4នាក់ថ្ងៃស្អែកពួកគេនឹងចេញដំណើរកម្សាន្តមួយវីរៈបុរសត្រឡប់មកផ្ទះវិញដើម្បីរៀបចំខ្លួនពេលគាត់បើកទ្វារគាត់ក៏នឹកដល់ឪពុករបស់គាត់វីរៈបុរសនឹកឪពុករបស់គាត់ខ្លាំងណាស់គាត់ចង់ចេញទៅក្រៅដើម្បីស្វែងរកឪពុករបស់គាត់នៅម្ខាងទៀតនៃភ្នំពិសិដ្ឋទាហានរូបនេះបាននិយាយថាសត្វបានចាប់ផ្ដើមវាយប្រហារភ្នំពិសិដ្ឋរបស់យើងគាត់បានបញ្ជាឲ្យទាហានទាំងអស់ការពារសិស្សដែលកំពុងហ្វឹកហាត់នៅលើភ្នំពិសិដ្ឋប្រសិនបើសិស្សទាំងនោះរងរបួសវាអាចមានន័យថាវាជាការខាតបង់សម្រាប់មនុស្សជាតិតើអ្នកចាំក្មេងប្រុសនេះទេគាត់ធំធាត់នឹងហ្វឹកហាត់នៅទីនេះដែរទាហានរូបនេះបាននិយាយថាគាត់ជាព្រះនៃស្ថានសួគ៌និងជាស្ដេចនៃរាជវង្សគាត់មានរស្មីនៃស្ថានសួគ៌នៅជុំវិញគាត់ដូច្នេះវាជាការសំខាន់សម្រាប់គាត់ក្នុងការពង្រឹងអំណាចរបស់គាត់នៅលើភ្នំពិសិដ្ឋមាននារីវ័យក្មេងម្នាក់ដែលបានឈានដល់ដំណាក់កាលទី3នៃជីវិតរបស់នាងហៀបនឹងចូលទៅក្នុងត្រកូលឈាមហើយអត្តភាពនៃពូជសាសន៍មនុស្សអាស្រ័យលើពួកគេអ្នកទាំងពីរនេះនៅតែគិតដល់វីរៈបុរសខ្ញុំមិនដឹងថាវីរៈបុរសនឹងស្លាប់ដោយរបៀបណាឥឡូវនេះទេកុំបារម្ភពីវីរៈបុរសអីគាត់នៅតែរឹងមាំនិងកំពុងហ្វឹកហាត់
ថ្ងៃនេះជាថ្ងៃដែលវីរៈបុរសចេញទៅបរបាញ់ការបរបាញ់ពិបាកណាស់ព្រោះឥឡូវនេះជារដូវរងាសត្វច្រើនតែងាប់ក្នុងរដូវនេះខ្ញុំបានសួរទាហានម្នាក់នេះថាតើគាត់នឹងបង្រៀនអំពីច្បាប់ទាំង5ដល់វីរៈបុរសដែរឬទេគាត់ភ្លេចមេភូមិបាននិយាយថាកម្លាំងរបស់វីរៈបុរសគឺខុសពីយើងពេកច្បាប់ទាំង5នេះប្រហែលជាមិនដំណើរការទេយើងបង្រៀនគាត់យឺតៗពេលកំពុងដើរគោលដៅនៃពេលនេះមិនមែនជាការបរបាញ់ទេប៉ុន្តែដើម្បីស្វែងរកប្រភពនៃជីវិតដើម្បីជួយកុមារបង្កើតជារង្វង់នៃជីវិតមានដឹកនាំកំពុងមកដល់ភូមិក៏ចង់មានសម្លេងដែរយើងមិនអាចមើលរំលងរឿងនេះបានទេយើងត្រូវតែទទួលបានប្រភពនៃជីវិតប៉ុន្តែការទទួលបានប្រភពនៃជីវិតអាចជាការលំបាកវាមិនមែនគ្រាន់តែនៅក្នុងភូមិរបស់ពួកគេនោះទេមានភូមិផ្សេងទៀតកំពុងស្វែងរកវាប្រសិនបើវីរៈបុរសរកឃើញប្រភពនៃជីវិតគាត់អាចមានក្តីសង្ឃឹមក្នុងការចូលទៅក្នុងរង្វង់នៃជីវិតតើប្រភពនៃជីវិតអាចបង្កើនការបង្កើនសមត្ថភាពរបស់វីរៈបុរសដោយរបៀបណាគោលដៅរបស់ពួកគេគឺជា Athena Hill វាជាកន្លែងរបស់ព្រះពុទ្ធដៅរបស់វីរៈបុរសមកពីភ្នំនោះគ្រូបានប្រាប់វីរៈបុរសឲ្យមើលដីដែលអាចមានឱសថជាច្រើនពួកវាមានតម្លៃណាស់ប្រសិនបើអ្នករកឃើញពួកវាសូមយកពួកវាទៅជាមួយអ្នកសត្វទាំងនោះយំពួកគេឡោមព័ទ្ធពួកគេមនុស្សទាំង5នាក់ប្រើច្បាប់ទាំង5ដើម្បីវាយប្រហារពួកគេសត្វទាំងនោះដួលម្ដងមួយបទចម្រៀងរបស់យើងស័ក្តិសមនឹងពួកគេបន្ទាប់ពីមួយរយៈវីរៈបុរសបានឃើញឱសថទាំងនេះត្រូវបានគេហៅថាឱសថពន្លឺព្រះអាទិត្យពួកវាពិបាករកណាស់គ្រូបាននិយាយថាវាដូចជាកន្ទុយឆ្កែយើងគិតថាវាជាបន្លែគ្រូមានការខកចិត្តវាមិនមែនជាឱសថសន្លៃទេដូច្នេះវីរៈបុរសបានទៅបញ្ជាក់វាពិតជាឱសថពន្លឺព្រះអាទិត្យមែនទេវាជាឱសថពន្លឺព្រះអាទិត្យឱសថនេះអាចបំបត្តិការឈឺចាប់របស់អ្នករបួសបានវាជាឱសថដ៏ចាំបាច់មួយក្នុងឱសថលោកគ្រូអ្នកគ្រូទាំងអស់បានសម្លឹងមើលគ្នាទៅវិញទៅមកវីរៈបុរសទៅបានវាយប្រហារទន្ទឹមនឹងនេះសត្វទាំងនោះបានចូលមកវាគឺជាចចកពណ៌បៃតងធ្មេញរបស់វាមុតស្រួចណាស់ពួកគេអាចសម្លាប់អ្នកណាក៏ដោយនៅក្នុងជួររបស់ពួកគេបានប្រយុទ្ធជាមួយចចករហូតដល់ស្លាប់ប៉ុន្តែចចកមិនបានឈប់ទេពួកគេបានហៅចចកបន្ថែមទៀតចចកនោះគ្រាន់តែជាកន្ទុយឆ្កែប៉ុណ្ណោះគ្រូបានប្រាប់វីរៈបុរសឲ្យវាយប្រហារចចកឆ្លាតណាស់វីរៈបុរសមានការងឿងឆ្ងល់គ្រូបានផ្ដល់យោបល់មួយដល់គាត់គ្រូបានប្រាប់វីរៈបុរសឲ្យប្រើអំណាចនៃវិញ្ញាណដើម្បីវាយប្រហារចចកមិនអាចរត់គេចបានទេវីរៈបុរសបានធ្វើតាមការណែនាំរបស់គ្រូគាត់បានផ្សំអំណាចនៃវិញ្ញាណដើម្បីវាយប្រហារចចកមិនបានឈប់ទេមានចចកច្រើនណាស់វីរៈបុរសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានប្រើជំនាញដំបូងរបស់ស្ដេចនាគបានសម្លាប់ចចកបន្ទាប់មកគាត់បានហៅវីរៈបុរសឲ្យចូលរួមជាមួយគាត់វីរៈបុរសបានប្រយុទ្ធជាមួយចចកគាត់បានសម្លាប់ចចក3ក្បាលកម្រិតទី2ផ្លាស់ប្ដូរពីស្រាលទៅធ្ងន់ហើយកម្រិតទី3ធ្វើឲ្យវាមធ្យមប៉ុន្តែមេភូមិប្រើតែ2កម្រិតប៉ុណ្ណោះអាចគ្រប់គ្រងសត្វកម្រិតទី3បានយ៉ាងងាយស្រួលជាចុងក្រោយគាត់គឺជាមេភូមិដំរីមិនអាចប្រយុទ្ធបានទេដូច្នេះវាត្រូវតែចោះចាញ់មើលទៅដូចជាអ្នកដឹកនាំនឹងចាប់ផ្ដើមយល់ពីការប្រយុទ្ធរបស់មេភូមិគ្រូនេះសូមកុំចាញ់បោកអីខ្ញុំបានមើលមេភូមិឆ្លោះគ្នាយូរហើយខ្ញុំមិនយល់ទេ